ខ្ញុំខានធ្វើវីដេអូងើបមុនមក6ព្រឹករៀងយូរដែរតាំងពីពេលខ្ញុំទៅលេងផ្ទះតាំងថ្ងៃចូលឆ្នាំមកចឹងឥឡូវមកដល់ពេលនេះគឺជាវីដេអូថ្ងៃទី4របស់ខ្ញុំតើចង់ដឹងថាសកម្មភាពថ្ងៃទី4ខ្ញុំធ្វើអីខ្លះខ្ញុំនឹងប្រាប់អ្នកនរគ្នាបានចូលរួមរត់ជាមួយនឹងធីមនិរ័នក្លឹបយើងរត់ពីកោះពេជ្រទៅកាន់មុខព្រះបរមរាជវាំងហើយយើងក៏បានជុំគ្នានៅមុខនឹងមស្ទុះយើងក៏បកមកកោះពេជ្រវិញគឺយើងរត់8គីឡូហើយថ្ងៃខ្ញុំរត់នឹងគឺថ្ងៃសៅរ៍សម្រាប់ថ្ងៃសៅរ៍ខ្ញុំធ្វើការធម្មតាទេតែខ្ញុំឆ្លៀតមករត់នៅពេលផឹកទៅព្រោះថាព្រលឹមឡើងយើងអត់ទាន់ទៅធ្វើការយើងឆ្លៀតរត់សិនទៅហើយនៅមួយយើងចង់សមជើងសម្រាប់ការរត់ថ្ងៃស្អែកផងដែរគឺថ្ងៃអាទិត្យខ្ញុំនឹងចូលរួមកម្មវិធីភ្នំពេញ Half Marathon លើកទី13ចេះរត់ចូលឡើងខ្ញុំឲ្យអ្នកគ្នាមើលនៅសកម្មភាពខ្លះៗនៅពេលដែលខ្ញុំរត់ហើយក៏ដូចជា view នៅពេលព្រឹកតែបើអ្នកគ្នាចង់ដឹងថា view ពេលព្រឹកស្អាតមិនមើលអាចមើលវីដេអូនេះបានមិនចឹងទេអ្នកគ្នាអាចមករត់ផ្ទាល់មិនដឹងថា view ស្អាតប៉ុណ្ណាតពីពួកយើងបានរត់ចប់អស់ហើយខ្ញុំក៏បានត្រឡប់ទៅផ្ទះវិញប្រហែលជាម៉ោង7អញ្ចឹងបានរៀបចំខ្លួនងូតទឹកឲ្យហើយបានទៅធ្វើការហើយសម្រាប់ការរត់ថ្ងៃស្អែកហ្នឹងខ្ញុំអត់ទាន់បានទៅយកជាមួយនឹងសម្ភារៈសម្រាប់ការរត់ទេខ្ញុំធ្វើការឲ្យបាទខ្ញុំចេញម៉ោង5ខ្ញុំទៅយកសម្ភារៈទៅពេលរត់ចប់មើលខោទៅដឹងថាមានជាប់អីមកជាមួយខោជាប់ជាមួយអាបន្លែគេនេះអុចមូលនេះអាបន្លែហ្នឹងចំណាំខ្ញុំចំណាំពីក្មេងពេលដើរទៅកន្លែងស្មៅគេជាប់មកជាមួយបែរជាអ្នកគ្នាក៏ស្គាល់អាបន្លែហ្នឹងដែរពេលរត់ចប់អស់គេមាន free ជាមួយ drink ផងដែរនៅក្នុងថ្ងៃហ្នឹងចឹងថ្ងៃផ្សេងៗទៅដឹងតែសម្រាប់ថ្ងៃនេះគេ free drink ចុះអានេះគេបងអានេះវាណាបង strawberry អូយកទៅសុំទៅដាក់តកអីបងដាក់បាទគុំមិនដែរ so refreshing so good ថ្ងៃហ្នឹង1គីឡូបងអត់ដឹងហ៎ maybe almost 7ជាតិខ្ញុំនិយាយមុននឹងចឹងថាខ្ញុំធ្វើការហើយខ្ញុំទៅយកសម្ភារៈសម្រាប់ការរត់ថ្ងៃស្អែកនឹងភ្លេចប្រាប់អ្នកខ្ញុំថាខ្ញុំធ្វើការគេព្រោះថ្ងៃខ្ញុំធ្វើការខាង media full time ហើយបន្តមកទៀតក៏មានធ្វើ freelance តិចតួចផងដែរចឹងឥឡូវកុំឲ្យវីដេអូខ្ញុំវិញខ្ញុំចូលមកវីដេអូខ្ញុំវិញបាទឥឡូវម៉ោង5ជាង7ខ្ញុំចេញធ្វើការប្រហែលជាម៉ោង5តិចតួចខ្ញុំទៅដល់នោះប្រហែលជាម៉ោង5កន្លះគេឥឡូវខ្ញុំបានមកយកផ្លាស់ឈ្មោះអញ្ចឹងកុំភ្លេចជួបគ្នានៅថ្ងៃអាទិត្យថ្ងៃស្អែកនេះបងប្អូន